សួស្តីយើងកំពុងរស់នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាគេនិយាយថាបញ្ញាសិប្បនិម្មិតកំពុងលួចការងារការបោកប្រាស់ផ្នែកលំនៅឋានកំពុងរីករាលដាលហើយគ្មាននរណាដឹងថាអត្រាការប្រាក់នឹងទៅជាយ៉ាងណានៅឆ្នាំក្រោយទេនៅក្នុងពីពងសាវតារសទី7ប្រជាជននៅសាមារីកំពុងអត់ឃ្លានតស៊ូដោយអស់សង្ឃឹមដោយគ្មានសង្ឃឹមសម្រាប់ថ្ងៃស្អែកពេលនោះព្យាការីអេលីសាបានប្រកាសព្រះបន្ទូលរបស់ព្រះនៅថ្ងៃស្អែកម៉ោងនេះគ្រោះអត់ឃ្លាននឹងបញ្ចប់ហើយអ្នកនឹងបរិភោគយ៉ាងសម្បូរបែបប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់ស្ដេចបានសើចចំអកថាទោះបីព្រះបើកបងអ៊ូចនៅលើមេឃក៏ដោយតើរឿងនេះអាចកើតឡើងបានទេប្រតិកម្មរបស់គាត់គឺជាការពិតនិងសំហេតុផលណាស់ស្រដៀងនឹងយើងទាមទារផុសតាំងនៅមុខការសន្យាដែលមើលទៅមិនអាចទៅរួចប៉ុន្តែកងទ័ពអារ៉ាមដែលឡោមព័ទ្ធទីក្រុងបានរត់គេចខ្លួនហើយសាម៉ារីត្រូវបានបំពេញដោយសម្ភារៈសម្បូរបែបការទស្សន៍ទាយរបស់អេលីសាព្រះបន្ទូលរបស់ព្រះយេបលបានសម្រេចដោយគ្មានកំហុសណាមួយគួរឲ្យស្ដាយទីប្រឹក្សាដែលមិនជឿនោះបានឃើញអភូតហេតុនៃការសង្គ្រោះប៉ុន្តែត្រូវបានហ្វូងមនុស្សដែលនាំគ្នាចេញពីទីក្រុងជន់ឈ្លីរហូតស្លាប់ទីបញ្ចប់ដ៏សោកនាដកម្មរបស់គាត់កើតឡើងដោយសារគាត់មិនអាចបំបែកចេញពីគំនិតរបស់គាត់ផ្ទាល់និងមិនទុកចិត្តលើព្រះបន្ទូលរបស់ព្រះដូច្នេះតើការសន្យាចុងក្រោយគឺរបស់ព្រះចំពោះយើងនាពេលបច្ចុប្បន្នគឺជាអ្វីព្រះគម្ពីរបានចែងថានៅក្នុងព្រះយេស៊ូវគ្រីស្ទការសន្យានិងការទស្សន៍ទាយទាំងអស់របស់ព្រះបានសម្រេចដូចដែលកូរិនថូសទី1:15-3-4បានចែងថាព្រះយេស៊ូវបានសគត់ដោយសារអំពើបាបរបស់យើងហើយបានរស់ឡើងវិញតាមព្រះគម្ពីរនេះគឺជាគោលសំណាញ់សុវត្ថិភាពចុងក្រោយដែលបញ្ចប់ភាពមិនប្រាកដប្រជាទាំងអស់មិនថាជីវិតរបស់យើងនឹងដួលរំនៅពេលណាទេតាមរយៈព្រះយេស៊ូវយើងត្រូវបានសន្យាថាមិនមែនការបែកផ្លាស់ជារៀងរហូតទេប៉ុន្តែជាជីវិតអស់កលប់ជានិច្ចដូចទីប្រឹក្សាដែលមិនជឿដែលបានឃើញការសង្គ្រោះប៉ុន្តែស្លាប់នៅក្នុងហ្វូងមនុស្សប្រសិនបើយើងខកខានអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះការសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទដោយសារយើងផ្ដោតលើការជឿចាប់បច្ចុប្បន្នរបស់យើងនោះនឹងក្លាយជាការសោកស្ដាយជារៀងរហូតតើអ្វីជាឧបករណ៍ស្ថិរភាពផ្លូវចិត្តចុងក្រោយគឺរបស់អ្នកកម្លាំងផ្ទាល់ខ្លួនរបស់អ្នកកណេធនាគាររបស់អ្នកឬទំនាក់ទំនងរបស់អ្នកទាំងនេះសុទ្ធតែជាចម្បាំងភ័យស្រួយដែលអាចត្រូវបានជន់ឈ្លីនិងបាត់បង់ប៉ុន្តែនៅពេលដែលអ្នកទុកចិត្តលើព្រះយេស៊ូវគ្រីស្ទដែលបានសម្រេចព្រះបន្ទូលរបស់ព្រះយ៉ាងល្អឥតខ្ចោះអ្នកនឹងត្រូវបានដាក់នៅក្នុងផែនការដ៏ធំជាងទោះបីស្អែកនេះអ្វីនៅក្នុងโลกនេះដួលរំក៏ដោយនៅក្នុងគ្រីស្ទអ្នកទទួលបានសន្តិសុខខាងវិញ្ញាណដោយដឹងថាអ្នកមានសុវត្ថិភាពជារៀងរហូតតើអ្នកនឹងបោះបង់ចោលការសង្ស័យផ្នែកតវិជ្ជានិងការភ័យខ្លាចរបស់អ្នកហើយឈានជើងចូលទៅក្នុងការសន្យាសង្គ្រោះដ៏ល្អឥតខ្ចោះព្រះយេស៊ូវគ្រីស្ទគឺសំណាញ់សុវត្ថិភាពចុងក្រោយឬទេនេះគឺជាសេចក្តីពិតនៃដំណឹងល្អដែលជាការពិតនិងខ្លាំងបំផុតដែលយកឈ្នះលើភាពមិនប្រាកដប្រជាទាំងអស់នៃជីវិត